សូមជួនរឿងសម្រស់កូនមេភូមិពេលមួយនៅក្នុងភូមិផ្លោកមាសមានកូនស្រីកូនមេភូមិម្នាក់មានសម្រស់ស្រស់ស្អាតដាច់គេកំឡោះក្នុងភូមិជ្រួលជ្រើមលួចមើលកូនមេភូមិរាល់ថ្ងៃខ្លះដាច់បាយដាច់ទឹកក៏មានដែរធ្វើមិនបានកូនមេភូមិធ្វើជាប្រពន្ធទេបើបានយើងធ្វើប្រពន្ធណាជីវិតអញដឹងតែឡើងខ្ពស់ត្រដែតមកនេះស្អីស្អាតក៏ស្អាតសាច់សក៏សមិននឹងលៀបលេអស់ប្រហែលតោនទេពូត្រដែតដូចអញតែទឹកនឹងមែនណាមកឲ្យដូចជុចអាណាគេយកឯងកូនគេអ្នកមានចូលដឹងមកកភ្លោះគេមិនយកផងហើយឯងនឹងស្អីគេអាចគោណែអញថានាងដឹងតែបានអញហើយព្រោះអញចេះច្រៀងចេះថ្នមហើយចេះលួងទៀតពួកឯងនៅស្ទើរណាបងជឿឯងចាំមើលអញច្រៀងឯងស្ដាប់ពេលភូមិលោកមានកន្លែងណាអាចទៅអាចធ្វើឲ្យបាត់នោះសោកសៅពីទ្រូបានឈប់អញថ្លង់ណាឯងអត់ជួយគិតឯងធ្វើមិនបានញ៉ាយកូនមេភូមិបាននេះពួកអស់នេះត្រូវញ៉ាយគេមិនប្រយ័ត្នបែកក្បាលវើយមេភូមិកាចណាស់វើយហាឡូឯងទៅអត់ចោះថ្លាញ់យីមើលនេះវាសួរបើអត់មានអញទៅដោយប្រចាំអត់មានផែនដីចឹងសូមជួនរឿងសម្រស់កូនមេភូមិពេលមួយនៅក្នុងភូមិផ្លោកមាសមានកូនស្រីកូនមេភូមិម្នាក់មានសម្រស់ស្រស់ស្អាតដាច់គេកំឡោះក្នុងភូមិជ្រួលជ្រើមលួចមើលកូនមេភូមិរាល់ថ្ងៃខ្លះដាច់បាយដាច់ទឹកក៏មានដែរធ្វើមិនបានកូនមេភូមិធ្វើជាប្រពន្ធទេបើបានយើងធ្វើប្រពន្ធណាជីវិតអញដឹងតែឡើងខ្ពស់ត្រដែតមកនេះស្អីស្អាតក៏ស្អាតសាច់សក៏សមិននឹងលៀបលេអស់ប្រហែលតោនទេពូត្រដែតដូចអញតែទឹកនឹងមែនណាមកឲ្យដូចជុចអាណាគេយកឯងកូនគេអ្នកមានចូលដឹងមកកភ្លោះគេមិនយកផងហើយឯងនឹងស្អីគេអាចគោណែអញថានាងដឹងតែបានអញហើយព្រោះអញចេះច្រៀងចេះថ្នមហើយចេះលួងទៀតពួកឯងនៅស្ទើរណាបងជឿឯងចាំមើលអញច្រៀងឯងស្ដាប់ពេលភូមិលោកមានកន្លែងណាអាចទៅអាចធ្វើឲ្យបាត់នោះសោកសៅពីទ្រូបានឈប់អញថ្លង់ណាឯងអត់ជួយគិតឯងធ្វើមិនបានញ៉ាយកូនមេភូមិបាននេះពួកអស់នេះត្រូវញ៉ាយគេមិនប្រយ័ត្នបែកក្បាលវើយមេភូមិកាចណាស់វើយហាឡូឯងទៅអត់ចោះថ្លាញ់យីមើលនេះវាសួរបើអត់មានអញទៅដោយប្រចាំអត់មានផែនដីចឹងសូមជួនរឿងសម្រស់កូនមេភូមិពេលមួយនៅក្នុងភូមិផ្លោកមាសមានកូនស្រីកូនមេភូមិម្នាក់មានសម្រស់ស្រស់ស្អាតដាច់គេកំឡោះក្នុងភូមិជ្រួលជ្រើមលួចមើលកូនមេភូមិរាល់ថ្ងៃខ្លះដាច់បាយដាច់ទឹកក៏មានដែរធ្វើមិនបានកូនមេភូមិធ្វើជាប្រពន្ធទេបើបានយើងធ្វើប្រពន្ធណាជីវិតអញដឹងតែឡើងខ្ពស់ត្រដែតមកនេះស្អីស្អាតក៏ស្អាតសាច់សក៏សមិននឹងលៀបលេអស់ប្រហែលតោនទេពូត្រដែតដូចអញតែទឹកនឹងមែនណាមកឲ្យដូចជុចអាណាគេយកឯងកូនគេអ្នកមានចូលដឹងមកកភ្លោះគេមិនយកផងហើយឯងនឹងស្អីគេអាចគោណែអញថានាងដឹងតែបានអញហើយព្រោះអញចេះច្រៀងចេះថ្នមហើយចេះលួងទៀតពួកឯងនៅស្ទើរណាបងជឿឯងចាំមើលអញច្រៀងឯងស្ដាប់ពេលភូមិលោកមានកន្លែងណាអាចទៅអាចធ្វើឲ្យបាត់នោះសោកសៅពីទ្រូបានឈប់អញថ្លង់ណាឯងអត់ជួយគិតឯងធ្វើមិនបានញ៉ាយកូនមេភូមិបាននេះពួកអស់នេះត្រូវញ៉ាយគេមិនប្រយ័ត្នបែកក្បាលវើយមេភូមិកាចណាស់វើយហាឡូឯងទៅអត់ចោះថ្លាញ់យីមើលនេះវាសួរបើអត់មានអញទៅដោយប្រចាំអត់មានផែនដីចឹង